បាទទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធីសន្ទនាសេដ្ឋកិច្ចជាទីគោរពបាទនៅពេលនេះគឺជាកម្មវិធីផ្សាយផ្ទាល់ហើយវាគ្មិនជួបជាមួយលោកលេងច័ន្ទវឌ្ឍនាដែលពិភាក្សាទាក់ទងនឹងប្រធានបទការធ្វើជំនួញតាមប្រព័ន្ធអ៊ីនធឺណិតឬក៏គេហៅថា e-business បាទយើងមានធ្លាប់មានលើកពាក្យ e-government បាទពាក្យ e-business បាទនេះគឺជាពាក្យថ្មីមួយដែលជាភាសាអង់គ្លេសដែលបច្ចេកវិទ្យាមានការរីកចម្រើនហើយបច្ចេកវិទ្យានេះនឹងជួយបង្កើនប្រសិទ្ធភាពនៅក្នុងការប្រកបមុខរបរជំនួញហើយក៏អាចធ្វើជំនួញតាមប្រព័ន្ធអនឡាញនោះបានដែរបាទជំរាបសួរលោកវឌ្ឍនាបាទជំរាបសួរបាទពាក្យថា e-business ហើយមានពាក្យ e-government ពាក្យអីចឹងវាជាសិទ្ធិពាក្យមួយបច្ចេកទេសនៅក្នុងភាសាអង់គ្លេសសម័យថ្មីអញ្ចឹងសូមលោកវឌ្ឍនាអាចបញ្យល់បាន e-business ឬក៏ e-government អីហ្នឹងវាមានន័យយ៉ាងម៉េចដែរសំខាន់បាទe-business e-commerce វារបៀបយើងបញ្ជូនព័ត៌មានយើង trade ព័ត៌មានដែលតម្លៃនៃការបញ្ជូនព័ត៌មានវាធូរថ្លៃជាងមុនច្រើនធូរថ្លៃអញ្ចឹងដូចលក្ខណៈ e-business មួយ online shop តម្លៃ operation តម្លៃធ្វើការងារ trade យើងអត់ត្រូវជួល physical store តម្លៃអ្វីទាំងអស់គឺជារួមគឺធូរថ្លៃជាងអញ្ចឹងយើងអាចលក់របស់ដូចគ្នាតម្លៃធូរថ្លៃជាង e-government ដូចគ្នានៅពេលដែលយើងធ្វើជា form citizen យើងធ្វើជា form អីក៏ដោយដែល involve ជាមួយ citizen មួយ government តម្លៃនៃការធ្វើហ្នឹងវាធូរថ្លៃជាងវាអាហ្នឹងគេងាកមកប្រើ e-government e-business បាទ e-government e-business បាទអញ្ចឹងមានន័យថាការប្រើប្រាស់តាមឧបមាយើងចង់បង្កើតហាងមួយលក់ដូរនៅតាមប្រព័ន្ធអ៊ីនធឺណិតគឺយើងអត់បាច់ទៅទិញដីហើយយើងក៏មិនបាច់ទៅទិញឧបករណ៍អីសម្ភារៈអីច្រើនដើម្បីយកមកធ្វើជាហាងឲ្យលក់ដូរឬក៏ decor អីនោះទេគឺយើងតុបតែង decor នៅក្នុងអ៊ីនធឺណិតហ្នឹងតែម្ដងបើកមើលអញ្ចឹងបាទមានថាអញ្ចឹងឬយ៉ាងម៉េចបាទបាទហើយ e-government ដូចគ្នាខ្ញុំឧទាហរណ៍វាមានច្រើនខ្ញុំឧទាហរណ៍មួយឥឡូវយើងធ្វើ video conference អញ្ចឹងមកថាយើងត្រូវប្រជុំចៅហ្វាយខេត្តឬក៏យើងប្រជុំក្រុមការងារយើងមានតែ video conference យើងនៅកណ្ដាលនេះអញ្ចឹងយើងមិនបាច់ធ្វើដំណើរយើងចំណេញពេលវេលាបាត់ហើយចំណេញសាំងវេលាទៀតចំណេញទាំងអស់ចំណេញជារួមហើយតាម infrastructure ដែលយើងមានអញ្ចឹងមួយទៀតឧទាហរណ៍ដូចថាឥឡូវក្រសួងពាណិជ្ជកម្មគាត់ចង់ផ្សាយពីច្បាប់គាត់ចង់ផ្សាយពីអីក៏ដោយរបស់ក្រសួងទៅ citizen ប្រជាជនគាត់ដាក់ website រដ្ឋមន្ត្រីគាត់មើលតែ website នឹងមួយគាត់អញ្ចឹងអ្វីទាំងអស់គឺមើលបានដូចគ្នាទូទាំងប្រទេសអញ្ចឹងតម្លៃនៃការ operation តម្លៃនៃការបញ្ជូនព័ត៌មានពីរដ្ឋមន្ត្រីទៅប្រជាជនធូរថ្លៃមែនទែនធូរថ្លៃបាទប៉ុន្តែតង់ថាប្រជាជនភាគច្រើនគាត់ឥឡូវយើងស្រុកយើងវាអត់តាន់មានអ៊ីនធឺណិតប្រើឬក៏ចង់និយាយថាអត់មានប្រព័ន្ធអគ្គិសនីអីទៅដល់អីចឹងណាបាទអញ្ចឹងវាជួបផលលំបាកឥឡូវសម្រាប់ការលំបាកវាមានការលំបាកសម្រាប់អ្នកដែលអត់មានប៉ុន្តែអ្នកដែលមានស្រាប់គឺយើងចំណេញហើយចំណេញអញ្ចឹងយើងអាចចាប់ដើមពីកន្លែងដែលយើងចំណេញហើយយើងបន្តវាទៀតទៅយើងយកលុយចំណេញហ្នឹងយកមកអភិវឌ្ឍអ្នកដែលអត់តន់ចំណេញអញ្ចឹងលុយចំណេញហ្នឹងយើងបង្កើតទៅជាគម្រោងទៅជា infrastructure ទៅជា education ទៅតាមតំបន់ដែលគាត់អត់តន់មានហ្នឹងវាធ្វើឲ្យមានទាំងអស់គ្នាអញ្ចឹង infrastructure ហ្នឹងមានន័យយ៉ាងម៉េច infrastructure មានន័យថាជាងការតំបន់មួយចំនួនត្រូវការរដ្ឋាភិបាលគាត់ជួយវិនិយោគឧទាហរណ៍ថាឥឡូវ backbone ពីភ្នំពេញទៅមណ្ឌលគិរីយើងមានអត់អញ្ចឹងដែលកន្លែងនោះអត់ទាន់អភិវឌ្ឍអញ្ចឹងតែយើងចង់ជួយអញ្ចឹងឬក៏ backbone ពីភ្នំពេញទៅកំពង់ចាមយើងមានប៉ុន្មានបាទហើយដែលជាទូទៅខ្ញុំយល់សេដ្ឋកិច្ចដើរលឿនយើងជួយអ្នកដែលមានហើយយើងបង្កើតឲ្យវាមានសិនឲ្យមានជួយអ្នកមានសិនចេញពីកម្លាំងហ្នឹងមកយើងពង្រីកទៅអ្នកដែលអត់ទាន់មានអត់ទាន់មានអញ្ចឹងជ
ជាជាងយើងអត់ទាំងអស់ចឹងណា បាទប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាលបើយើងនិយាយពី e-government ភាសាគ្នាយូរតិចចោះគោលនយោបាយរដ្ឋាភិបាលនៅឆ្នាំ2030ខាងមុខឲ្យមានភ្លើងប្រើប្រាស់គ្រប់ភូមិបាទក្នុងគ្រប់ភូមិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអញ្ចឹងនេះគឺជារឿងដំណឹងមួយល្អកាលណាមានភ្លើងប្រើប្រាស់គ្រប់ភូមិបណ្ដាញទូរស័ព្ទក៏អាចមានដល់បណ្ដាញទូរស័ព្ទមានប្រព័ន្ធអ៊ីនធឺណិតក៏អាចចូលទៅដល់បាទអញ្ចឹងអ្នកដែលធ្លាប់ជិះលើខ្នងកបីហ្នឹងក៏អាចឆែកអ៊ីនធឺណិតបានដែរដោយសារភ្លើងទៅដល់បាទអញ្ចឹងដល់ពេលនោះបើសិនគាត់នៅស្រុកស្រែគាត់ភ្ជួរស្រែចំការឬគាត់ដល់ពេលភ្លើងចូលទៅដល់ភូមិគាត់ចង់ធ្វើ e-business ហ្នឹងតើគាត់អាចធ្វើយ៉ាងម៉េចបានដែរសម្រាប់ភ្លើងទៅដល់ភូមិហ្នឹងគឺគាត់មានលទ្ធភាពហើយមានលទ្ធភាពអញ្ចឹងវាល្អសម្រាប់អ្នកទៅដល់ភូមិហ្នឹងវាជួយសេដ្ឋកិច្ចហើយវាជួយសំខាន់គឺព័ត៌មានព្រោះនៅពេលដែលមានភ្លើងគាត់មិនថាមើលតែធ្វើទូទស្សន៍ទេគាត់មើលកុំព្យូទ័រដែលកុំព្យូទ័របែរណាគាត់ making choice គាត់ចាប់ដើមជ្រើសរើសអ្វីដែលត្រូវជាមួយគាត់ហើយអ្វីដែលគាត់ជ្រើសរើសហ្នឹងវាធ្វើឲ្យគាត់អភិវឌ្ឍជាងដែលចាំឲ្យគេជ្រើសរើសឲ្យគាត់បាទអញ្ចឹង e-business នៅពេលដែលជ្រាបទៅដល់នោះវាជួយច្រើនបាទប៉ុន្តែទន្ទឹមគ្នាយើងចង់ឲ្យអ្វីដែលយើងចាប់តាមអភិវឌ្ឍភ្លាមដើម្បីឲ្យមាន business ហ្នឹងដើរទៅមាន income វាទៅមុខវា grow បាទយើងអាចពង្រីកទៅក្រៅអ្វីយើងចង់បានទៅក្រៅព្រោះអីនៅពេលដែលយើងអាចយករបស់យើងទៅលក់នៅក្រៅបានលុយវាហូរចូលវិញអញ្ចឹងយើងមានលុយច្រើនសម្រាប់អភិវឌ្ឍយើងមានលុយច្រើនសម្រាប់ទិញគេរបស់ផ្សេងទៀតមកអភិវឌ្ឍបានច្រើនជាងមុនអញ្ចឹងអ្វីដែលមានរាល់ថ្ងៃគឺយើងព្យាយាមឲ្យមាន business នឹង grow ហើយយើងសង្ឃឹមថានៅពេលដែលវា grow គឺនឹងហៀទៅខាងក្រៅដែលអភិវឌ្ឍមកខាងក្នុងយើងវិញបាទអញ្ចឹងយើងធ្វើតាម e-business លក់តាម online ហ្នឹងគឺយើងលក់ចង់និយាយថាយើងធ្វើចំនួនតាម online គឺយើងធ្វើក្នុងតែរង្វង់ស្រុកខ្មែរយើងឬក៏យើងអាចធ្វើដល់ក្នុងទំហំពិភពលោកលំដាប់ពិភពលោកយ៉ាងម៉េចដែរហ្នឹងbusiness យើងធ្វើម្ដងមកប្រទេសហើយតែកម្ពុជាយើងអ្វីដែលយើងព្យាយាមជំរុញយើងព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបានគឺយើងចាប់ដើមធ្វើព្រោះអីដើម្បីឲ្យយើង grow ហើយយើងទៅគេមួយទៀតឧទាហរណ៍ថាយើងទៅឡាវយើងត្រូវទៅធ្វើការងារនៅឡាវរឿងមួយទៀតព្រោះអីគេមានច្បាប់ទម្លាប់អីអត់ដូចយើងទេអញ្ចឹងបាទអញ្ចឹងអ្វីដែលយើងធ្វើគឺរាល់ថ្ងៃនេះគឺយើងផ្ដោតទៅលើតែកម្ពុជាទេផ្ដោតទៅលើកម្ពុជាបើសិនជាយើងពង្រីកទៅក្រៅគឺយើងផ្ដោតតាមប្រទេសមួយព្រោះច្បាប់ទម្លាប់គេមានរៀងខ្លួនអូអញ្ចឹងមានន័យថាទោះបីជាគេនៅលើពិភពលោកគេចូលមើល website យើងឃើញមែនមិនអញ្ចឹងគេឃើញចូលមើល website យើងឃើញចូលឃើញមែនក៏ប៉ុន្តែគេមិនអាចជួញដូរឬក៏ធ្វើអីជាមួយយើងតាម online នឹងបានឬក៏បានដែរវាអត់មានលទ្ធផលច្រើនអញ្ចឹងយើងអត់ចាប់អារម្មណ៍នឹងថា website ដែលយើងមានហ្នឹងយើងគេកំពុងប្រើនៅអាមេរិកគេកំពុងប្រើនៅឡាវអត់មានលទ្ធផលអញ្ចឹងទេតែនៅពេលដែលយើងថាយើងផ្ដោតទៅលើប្រទេសមួយយើងថាយើងចង់ពង្រីកទៅឡាវយើងចង់ពង្រីកទៅវៀតណាមអាហ្នឹងយើងមើលកលៈទេសៈយើងមើលទៅតាមប្រទេសមួយហើយដែលរាល់ថ្ងៃ e-commerce យើងចង់ឲ្យមានអ្វីដែលចាប់ដើមបានព្យាយាមចាប់ដើមដើម្បីយើង grow ហើយដើម្បីយើងអាចពង្រីកទៅក្រៅហ្នឹងយកលុយចូលមកក្នុងវិញបាទ e-commerce ហ្នឹងយកក្រៅពីការបង្កើតហាងបង្កើតតូបនៅក្នុង online នឹងលក់ដូរផលិតផលហ្នឹងតើវាអាចធ្វើចំនួន e-commerce នឹងរបៀបប្រភេទផ្សេងយ៉ាងម៉េចទៀតដែរបាទវាមានតាម business model វាមិនបាទឧទាហរណ៍តែកាសែតគាត់ចាប់ដើមមើល job advertisement ហើយគាត់ចាប់ដើមមាន business ខ្លះដូច The New York Times អញ្ចឹងគេ charge លើ subscription fee លើ content របស់គេមាន website ជា photo គាត់លក់ photo ហ្នឹងជា promotion អញ្ចឹងវាមាន business model ច្រើនមានខ្លះទៀតចាធ្វើកែវអាចឆ្នៃជារូបអញ្ចឹងទៅផ្ញើរូបហ្នឹងតាមអ៊ីនធឺណិតទៅហើយគេផ្ញើកែវមកវិញអាហ្នឹងនៅអឺរ៉ុបអញ្ចឹងខ្ញុំឃើញមាន business ច្រើនហើយដែល business រាល់ថ្ងៃ online កំពុងតែបញ្ជ្រាបនៅគ្រប់ផ្នែក
mình thayនៅកម្ពុជានៅអឺរ៉ុបនៅអាមេរិកគេដើរមុនហើយតែកម្ពុជាកំពុងតែដើរតាមក្រោយគេរត់តាមដែរហើយខ្ញុំគិតថាអាចតន់ហើយអាចដល់ពេលមួយកម្ពុជា take leadership នៅក្នុងនឹងវិញអញ្ចឹងវិញហ៎បាទអញ្ចឹងចាំវគ្គទី2យើងនឹងបន្តរឿងនេះទៀតបាទឥឡូវដោយសារតែពេលវេលាដល់ម៉ោងសម្រាប់បាទសូមការអនុញ្ញាតសម្រាប់មួយផ្លេតសិនបាទបាទទូរទស្សនិកជនជាទីគោរពខ្ញុំបាទជួនទូសូមអនុញ្ញាតសម្ភាសលោកលេងច័ន្ទវឌ្ឍនាដែលជាអ្នកជំនួញផ្នែក e-business ជាបន្តទៀតបាទនៅក្នុងវគ្គទី1លោកវឌ្ឍនានិយាយថានៅកម្ពុជាយើងប្រព័ន្ធអ៊ីនធឺណិតយើងដើរក្រោយគេហើយឥឡូវនេះកំពុងរត់យ៉ាងខ្លាំងតាមពីក្រោយប្រទេសផ្សេងនៅលើពិភពលោកគេជឿនលឿនហើយលោកវឌ្ឍនាបាននិយាយថែមថាកម្ពុជាយើងរត់បន្តិចទៀតគឺយើងនឹងអាចឡើងធ្វើជាមេដឹកនាំគឺឈានមុខគេនៅក្នុងវិស័យហ្នឹងថាលោកមានអីជាសម្អាងដែលមានប្រសាសន៍អញ្ចឹងបាទនៅពេលដែលយើងចាប់ដើមធ្វើយើងព្យាយាមឲ្យមាន business នេះសិនអញ្ចឹងសំខាន់គឺយើងមាន business នៅកម្ពុជាប៉ុន្តែកត្តាដឹកនាំគឺកត្តានៅព័ត៌មាននៅក្នុងខួរក្បាលរបស់មនុស្សហើយកម្ពុជាខ្ញុំពិនិត្យមើលយើងដើរតាមគេប៉ុន្តែយើងក៏មានពេលខ្លះយើង lead គេដែរហើយ e-business អាចជាកត្តាមួយយើង lead គេខ្ញុំឧទាហរណ៍ដូចរាល់ថ្ងៃកម្ពុជាយើងធ្វើ e-business day មួយខែយើងធ្វើម្ដងយើង present business idea e-business e-business day អាហ្នឹងខ្មែរយើងមានន័យថាម៉េចដែរហ្នឹងគឺថ្ងៃអង្គារនិយាយពី business e-business រៀងរាល់ថ្ងៃអង្គារដើមខែមានន័យថាមួយខែម្ដងបាទមួយខែម្ដងអញ្ចឹងអ្នកចូលរួមគាត់ចំណេញដែរបាទអ្នកចូលរួមគាត់ចំណេញគាត់មើលឃើញ idea ហ្នឹងមិនដែរ idea ហ្នឹងគាត់ចាប់អារម្មណ៍អញ្ចឹងគាត់យកមកអភិវឌ្ឍខ្លួនឯងតទៀតអូអញ្ចឹងអ្នក present គាត់ចំណេញដែរព្រោះនៅពេលដែលគាត់ present អស់ពីខ្លួនគាត់ចាប់ដើមរកអីថ្មីថែមទៀតគាត់អាចថាអានសភៅថែមគាត់អាចទៅស្រុកគេមើល idea គេបន្ថែមហើយអានសភៅហ្នឹងយកមកដាក់ក្នុងក្រុមហ៊ុនគាត់គឺក្រុមហ៊ុនគាត់grow អញ្ចឹងលោកសំអាងថាទៅលើអាកម្មវិធីដែលគេបើកបង្រៀនអំពី e-business day មានន័យថាការបញ្យល់អំពីចំនួនតាមអ៊ីនធឺណិតរៀងរាល់ថ្ងៃអង្គារមួយខែម្ដងហ្នឹងលោកគាត់ថាកម្មវិធីហ្នឹងនឹងអាចជំរុញឲ្យខ្មែរយើងហ្នឹងឈានមុខគេនៅក្នុងវិស័យហ្នឹងឬក៏មានអីផ្សេងទៀតបាទហ្នឹងវាអ្វីយើងព្យាយាមធ្វើវាទៅអញ្ចឹងអ្វីដែលដឹកនាំគឺយើងចេញ business របស់យើងនៅក្នុងស្រុកហើយយើងអភិវឌ្ឍខ្ញុំមើលឃើញដែលយើងអាច lead កត្តាហ្នឹងបាទអូខេខ្ញុំកាលពីប្រហែលនាទីមុននេះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបានលើកឡើងថាប្រទេសកម្ពុជាយើងខ្វះបណ្ដុំព័ត៌មានដែលធ្វើឲ្យអ្នកធ្វើចំណាក់ស្រុកទៅក្រៅប្រទេសច្រើនហើយគាត់គិតថានៅស្រុកយើងខ្វះការងារធ្វើអត់មានការងារធ្វើមានតែស្រុកគេអញ្ចឹងគាត់ទៅក្រៅស្រុកអញ្ចឹងគាត់អត់ដឹងថាទៅរកខ្វះព័ត៌មានដើម្បីទៅរកកន្លែងការងារតាណាដែលល្អហើយថៅកែហ្នឹងគាត់ខ្វះបុគ្គលិកគាត់មិនដឹងថាគាត់ទៅរកកន្លែងណាអញ្ចឹងវាខ្វះបណ្ដុំព័ត៌មានមួយដែលសម្របសម្រួលរវាងថៅកែនិងនយោជកហ្នឹងអញ្ចឹងនៅក្នុងវិស័យ e-business អាចដោះស្រាយបញ្ហាហ្នឹងបានទេមានទេបាទអាហ្នឹងជាអ្វីដែលយើងខាងខ្ញុំកំពុងព្យាយាមធ្វើដែរដូចក្រុមហ៊ុន The Grey Ocean អញ្ចឹងយើងមាន website ហ្នឹងប្រជាជននៅណាក៏ដោយទូទាំងប្រទេសអាចមើលឃើញការងារនៅក្នុងនោះទាំងអស់ហើយរាល់ថ្ងៃដោយកម្មករអីចឹងនៅខាងភ្នំពេញនេះគឺខ្វះកម្មករវិញបាក់រកកម្មករវិញហើយតែកម្មករយល់ថានៅស្រុកខ្មែរអត់មានការងារធ្វើអត់មានអញ្ចឹងវាមិនសមប៉ុន្តែយើងព្យាយាមផ្គត់ផ្គង់អ្វីយើងមានឲ្យគាត់យល់អញ្ចឹងនៅពេលដែលគាត់យល់បានច្រើនទៅចាប់ដើមចូលមកក្នុងវិញហើយបាទ website មិញលោកថាមាន website មួយដែលអាច
chia bản đông po miến nè ọt càng nghe thưa ai từ mơ website nông hay nè để chọn bản bọc lức có từ mơ website nông đầm bay sầm rọp sầm rùa đầm bay từ mẹ từ nông kia đầm bay ao trời đời kia hay dừng vô cầm lăng pol cam lọ hay sầm rọp sầm rùa này bàn chẳng lộc anh phải vô làm ăn thì mới rồi xin được quạt trăng từ rùa mới quạt từ châu là việc mấy hai mơ là việc mình đã nước nông website được creation dương con ai đã CV có chỗ hay employer có chỗ mơ CV chạy hay mình lấy tụ sắm nữa hay có tệ tông này tới mình đây than nè là admin càng nghe thôi tại đã CV châu được nông cái hạ tầm po cái hai website đó cái hạ tầm po chúng ấy đợi ấy The Career Ocean The Career Ocean anh ấy bữa bỏ không ai thằng mình đây cái sầm một càng nghĩa sầm một càng nghĩa mình đây than website nó dừng vàการnóสำหรับแต่บรรดาโปรเมียนการเงียเราเวียงตำแหน่งตำแหน่งถ่ายกายนึงการมากอนึงนิโยชั่วนิโยจึกนึงนิโยชั่วไม่ได้ถ่ายก่อนไอตำแหน่งตำแหน่งนี้ตามแบบเว็บไซต์นึงดำไปเบอร์เซนเนี่ยอดการเงียทั่วกันดัดซีวีโชว์อะไรนึงถ่ายกายก่อนโชว์เว็บไซต์นึงดำไปเจอหรือเนี่ยได้ดับเปียถือการในตามเว็บไซต์นึงbản chấtโลกอันเป็นยูโรไทม์tiền rồi taวิมินขนาดยังไม่tiềnได้เป็นเรียกนะว่ายังให้ยังเป็นตามแคตตากรีบางทีก็ทำก็ accounting IT marketing จังนั้นจังนั่นเป็นแต่ก็ด่าtớiยังก่อนเป็นเลยตัวสับให้นั่นเป็นก่อนเป็นก่อนถ่ายsign upเป็นอีเมลให้จุดtớiยมสัน job announcement ตามอีเมลบอกก่อนตาม job category บอกก่อนจังนั่นเป็นแต่ก็เผยนั่นคือก็ตัวบ้านจีบจำได้ job information จ้ะได้จีกาquát thử phớ cứ quát thử check computer hay đại cầm có lủng bạ na nâng check computer tam nhầm vô chẳng play cứ dân phơ vậy đại dân ai phơ bán ao bia miến chẳng nơi pe đại dân ai bị quát tới mốc nơi pe đại quát chập đam ai miến computer còn ai tới mình là lấy đại miến computer miến internet chẳng bị chập đam từ chẳng toàn chạy bình toàn là dân bà xe bà cầm nèคือทานเนี่ยช่วยสำรวจดัชซีวีตามอินเทอร์เน็ตเอาเทียนด้วยว่าทานในสิวากรรมดัตูสับสาเทียนไหนจังอัดเมนตูสับจังเพิ่งสิวาตูสับสาเทียนไหนว่าจังกรรมก็อัดเจเธอซีวีอัดเจดัชซีวีตรงนั้นเธอเมียนเนี่ยการการเงียสิวากดกงขนาดเตียนช่วยดัชซีวีเอาเทียนจังซีวีมวยประมาณในยังเทียนอันนั้นเรื่องบาทจังมันยังกระทานนิเชียกะbusiness មួយថ្មីទៀតដើម្បីជួយបង្កើត CV ដាក់ចូលនៅក្នុង website The Career Ocean ហ្នឹងបាទអញ្ចឹង Career Ocean ហ្នឹងយើងអាចជំនាញថាបុគ្គលិកប្រភេទណាក៏អាចដាក់ពាក្យនៅកន្លែងហ្នឹងមកតាំងពីកម្មកររហូតទៅដល់អ្នកចង់រកការងារប្រាក់ខែ 10000 20000 នេះក៏ទៅដាក់ពាក្យក្នុង website ហ្នឹងបានដែរឬយ៉ាងម៉េចបាទហើយខ្ញុំចង់បញ្ជាក់ចំណុចសំខាន់មួយដែលយើងមានក្រុមហ៊ុនហ្នឹងមួយពួកខ្ញុំសិនអ៊ីមែលអ្នកដាក់ CV ក្នុងហ្នឹងអញ្ចឹងមួយទឹកយើងសិនម្ដងមួយខែយើងសិន4ដងអញ្ចឹងជាទូទៅនៅពេលដែលគាត់រកការងារគឺគាត់ទទួលបាន job announcement ហ្នឹងដែលត្រូវតាមមុខជំនាញរបស់គាត់ហ្នឹងជាប្រចាំនៅពេលគេដាក់ CV មកយើងយក CV ហ្នឹងផ្ញើ email ចេញទៀតឬយ៉ាងម៉េចអត់យក CV ទេប៉ុន្តែយើងសិន job announcement ហ្នឹងទៅ email របស់គាត់ព័ត៌មានពីការអូបរិយាព័ត៌មានពីការស្វែងរកការងារបាទន័យថាថាកែណាមួយគាត់ត្រូវការបុគ្គលិកអីចឹងទៅយើងបញ្ជូនព័ត៌មានហ្នឹងទៅតាមអ៊ីមែលរបស់គាត់អ្នកដាក់មកហ្នឹងទៀតដើម្បីគាត់ដឹងទៀតបាទអូនេះជាព័ត៌មានជាបណ្ដុំព័ត៌មានមួយល្អដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមកម្ពុជានៅពេលបច្ចុប្បន្នអាហ្នឹង website ទាំងអស់មាន website The Career Ocean មួយដែលមានសិនអ៊ីមែលផ្ញើទៅគេផ្ញើទៅអ្នកដែលចង់ស្វែងរកការងារបាទអញ្ចឹងនេះគឺជាការបង្កើតប្រព័ន្ធ e-business គឺជាការប្រព័ន្ធតាមរយៈអ៊ីនធឺណិតដែលអាចដោះស្រាយទៅនឹងសេចក្តីអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកឲ្យមានបណ្ដុំព័ត៌មានមួយដើម្បីទំនាក់ទំនងបែងចែកកម្លាំងពលកម្មទៅកន្លែងណាដែលខ្វះអញ្ចឹងណាបាទកន្លែងណាដែលខ្វះអញ្ចឹងខ្ញុំគិតថា website The Career Ocean នេះនឹងមានប្រយោជន៍សម្រាប់ជាពិសេសនយោជកឬក៏ថាកែដែលត្រូវការបុគ្គលិកហើយអ្នកដែលខ្វះការងារធ្វើក៏អាចចូលទៅដាក់ CV នៅក្នុង website The Career Ocean នឹងផងដែរបាទសូមអរគុណលោក
ប្រាថ្នាហើយសូមអរគុណទស្សនិកជនដែលបានតាមដានទស្សនាហើយក៏ជាស្ថាបនិកមួយរូបដែររបស់ The Career Ocean សង្ឃឹមថាគេហទំព័រនេះនឹងមានប្រយោជន៍បាទសម្រាប់សង្គមជាតិកម្ពុជាហើយបានន័យថានឹងជួយជំរុញដោយសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់តាមរយៈកាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេសដែលធ្វើឲ្យយើងខ្វះកម្លាំងពលកម្មក៏បាត់បង់នៅប្រសិទ្ធភាពសេដ្ឋកិច្ចដែរដោយសារត្រូវកែខ្វះអ្នកធ្វើអញ្ចឹងការងារត្រូវខាតគេថាចំណាយថ្លៃដើមខ្ពស់ក្នុងការផលិតដោយសារតែទឹកភ្លើងឬក៏របស់របរដែលវាភ្លើងដែលត្រូវតែបើកបីកម្មករ10នាក់ធ្វើការក៏ត្រូវបើកភ្លើងការ2នាក់ក៏ត្រូវតែបើកភ្លើងប៉ុណ្ណឹងអញ្ចឹងវាខាតអាថ្លៃភ្លើងនោះបាទខាតថ្លៃភ្លើងបាទអញ្ចឹងសូមអរគុណចំពោះការតាមដានទស្សនាសម្រាប់ពេលនេះខ្ញុំបាទជួនធូជាមួយលោកលេងច័ន្ទប្រាថ្នាសូមជម្រាបលាពីទស្សនិកជនតែត្រឹមនេះ